ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើញ៉ាំសាច់មាន់ត្រយងចេកចានេះជាប្រភេទញ៉ាំខ្មែរយើងបងប្អូនញ៉ាំនេះគឺថាមានរសជាតិឆ្ងាញ់មែនទែនតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាដំបូងនេះខ្ញុំបានដាំទឹកចំនួនកន្លះឆ្នាំងឲ្យក្តៅហើយបន្ទាប់មកយកសាច់មាន់យកវាមកស្ងោរហើយមាន់នេះខ្ញុំមានជាប្រភេទមាន់3សាសទេបងប្អូនហើយមានទម្ងន់7ខាំបន្ទាប់មកខ្ញុំដាក់ខ្ទឹមស3កាពឹសហើយម្សៅស៊ុបមាន់1ស្ព្រាកាហ្វេប៊ីចេង1ស្ព្រាកាហ្វេរួចស្ងោររហូតតតែសាច់មាន់នឹងវាផុយបងប្អូនឥឡូវនេះខ្ញុំមកគួយបាច់ក្រូចឆ្មាចូលនៅក្នុងទឹកចំនួន1ផ្លែដើម្បីយកមកត្រាំត្រយងចេកហើយធ្វើរបៀបនេះទៅត្រយងចេកវាអត់ខ្មៅបងប្អូនហើយត្រយងចេកនេះខ្ញុំយកវាមកហាន់ស្ដើងអញ្ចឹងហើយមានចំនួនតែមួយទេបងប្អូនតទៅហាន់បានពាក់កណ្ដាលនេះខ្ញុំយកវាមកត្រាំទឹកសិនណាកាលណាយើងហាន់ឲ្យអស់តែម្ដងទៅយកមកត្រាំវាអាចនឹងឡើងពណ៌ខ្មៅមុននឹងយើងយកវាមកត្រាំក្នុងទឹកហ្នឹងបងប្អូនហើយនេះខ្ញុំឈូសការ៉ុតចំនួនកន្លះមើមហើយខ្ទឹមក្រហមចំនួន3មើមហាន់វាស្ដើងចឹងមកតើមកនេះខ្ញុំបុកខ្ទឹមសហើយនឹងម្ទេសហើយម្ទេសនេះខ្ញុំដាក់ម្ទេសម៉ាឡេលាយជាមួយម្ទេសដៃនាងបន្ទាប់ពីបុកខ្ទឹមម្ទេសបានប៉ុណ្ណឹងហើយនេះខ្ញុំចាប់ដើមមកលាយទឹកញ៉ាំមានទឹកប្រហុកចំនួន7ស្លាបព្រាបាយទឹកត្រី5ស្លាបព្រាបាយទឹកអំពិលទុំ5ស្លាបព្រាបាយស្ករត្នោត1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុបសាច់មាន់កន្លះស្លាបព្រាបាយរួចកូរឲ្យវារលាយបន្តិចសិនមកតមកនេះខ្ញុំបានបន្ថែមទឹកដែលយើងស្ងោរមាន់ហ្នឹងចំនួន2គុណវែកនឹងទៀតណាហើយកូរបន្តិចមកនេះខ្ញុំបន្តដាក់ខ្ទឹមសនិងម្ទេសដែលបានបុកមុននឹងចូលហើយបន្ថែមក្រូចឆ្មាចំនួន2ផ្លែទៀតបងប្អូនដោយសារនេះខ្ញុំជាទូទៅអត់តែញ៉ាំខ្ញុំដាក់មកជូរហ្នឹងមានក្រូចឆ្មាហើយនិងទឹកអំពិលទុំធ្វើអញ្ចឹងទៅទឹកញ៉ាំហ្នឹងវាជូរឆ្ងាញ់ហើយចំពោះរសជាតិជូរហ្នឹងបងប្អូនអាចថែមថយទៅតាមចំណង់ចំណូលចិត្តណាឥឡូវទឹកញ៉ាំរបស់នេះខ្ញុំរួចរាល់ហើយឥឡូវមកមើលសាច់មាន់វិញម្ដងឃើញថាវាផុយហើយដែរនេះខ្ញុំស្រង់វាចេញទុកឲ្យវាត្រជាក់សិនទៅនេះខ្ញុំបេះសាច់វាចាឥឡូវវាត្រជាក់នេះខ្ញុំបេះសាច់វាជាសរសៃតូចប៉ុណ្ណឹងមកតមកយើងដាក់ចូលនៅក្នុងចានម៉ាងមួយយកគ្រឿងផ្សំទាំងអស់នោះដាក់ចូលទាំងអស់បងប្អូនហើយនេះខ្ញុំក៏មានបន្ថែមជីនាងវងហើយនិងជីថ្ពាល់ត្រីហើយក៏មានសណ្តែកដីលីងបន្តិចដែររួចច្រវាល់រហូតតតែត្រយងចេកនេះវាទន់ណាបងប្អូនហើយចំពោះញ៉ាំបងប្អូនកុំធ្វើរសជាតិផ្អែមកាលណារសជាតិផ្អែមវាអត់ឆ្ងាញ់ទេចានេះរួចរាល់ហើយចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ទៅត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នេះខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា